ទេសនិកជនជាទីគោរពសូមស្វាគមន៍ការប្រកួតជុំទី2ជាមួយនឹងក្រុមទី2ទេសនិកជនជាទីគោរពក្រុមទី2កំពុងតែមានវត្តមាននៅទីនេះពួកគាត់នឹងចាប់ផ្ដើមប្រកួតពីក្របបែកទី1សូមអនុញ្ញាតស្គាល់ឈ្មោះដំបូងគេបាទមានឈ្មោះអ្វីដែរខ្ញុំបាទឈ្មោះកកដាសប្តាហ៍ប្រកបការងារអ្វីដែរកកដាសប្តាហ៍ខ្ញុំបានជានិស្សិតឆ្នាំទី3និស្សិតឆ្នាំទី3ផ្នែកភូមិវិទ្យាចាំហើយជាស្គាល់ភូមិសាស្ត្រទីតាំងច្រើនណាបាទជាអ្នកភ្នំពេញឬក៏អ្នកមកពីតាមខេត្តមកពីខាងខេត្តព្រៃវែងបងខេត្តព្រៃវែងបាទអរគុណបន្តទៀតបងស្រីខ្ញុំឈ្មោះកឹមច័ន្ទរីជានិស្សិតឆ្នាំទី3នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកភូមិវិទ្យាបាទសូមឈ្មោះទៀតមិញច័ន្ទរីចាបងច័ន្ទរីបាទច័ន្ទរីមិញអ្នកខេត្តអ្នកភ្នំពេញអ្នកខេត្តបងអ្នកខេត្តណាដែរស្វាយរៀងព្រៃវែងតែរៀនភូមិវិទ្យាដូចគ្នាបាទអរគុណបន្តទៀតបាទខ្ញុំបាទឌីនរិទ្ធជាបុគ្គលិកក្រុមហ៊ុនបាទបុគ្គលិកជាបុគ្គលិកក្រុមហ៊ុនផ្នែកខាងមេកានិកខាងជាងបាទជាងអូយ៉ាខាងបច្ចេកទេសបូមប្រហែលជាប្រយ័ត្នប្រយែងរឿងបច្ចេកទេសតិចណាគេលោជួនកាលទៅបងរត់គាត់ចេះបច្ចេកទេសប៉ះអីតិចទៅគ្រាប់បែកអត់ទុះបាទអ្នកទាំង3សុំសួរទៅច័ន្ទរីមុនគេប្រសិនបាទបងអូនស្រីឈ្នះទឹកប្រាក់125លានរៀលពីកម្មវិធីគិតថានឹងចង់យកធ្វើអ្វីបើសិនជាខ្ញុំឈ្នះទឹកប្រាក់នេះខ្ញុំចង់យកទៅគាត់កងការសិក្សារបស់ខ្ញុំបន្ថែមនឹងសល់លុយទៅប្រកបរបរទៅថ្ងៃមុខទៀតអូបាទទេសនិកជនអ្នកឡើងលេងកម្មវិធីប៊ូមមិនត្រឹមតែត្រូវការថវិកាសម្រាប់គ្រប់គ្រងការសិក្សាឬមួយក៏អ្វីរបស់គាត់ទេប៉ុន្តែតែងតែចង់បង្កើតអាជីពប៉ុន្តែមកដល់ពេលនេះយើងមិនទាន់ឃើញថាអ្នកឈ្នះណាមួយយកលុយទៅបង្កើតអាជីពសោះអញ្ចឹងសង្ឃឹមថាសប្តាហ៍នេះកកដាច័ន្ទរីជាមួយនឹងលោករិទ្ធនឹងយកទឹកប្រាក់125លានរៀលពីកម្មវិធីណាបាទទ្រុទេសនិកជនជាទីគោរពឥឡូវនេះយើងដល់ពេលដែលចាប់ផ្ដើមធ្វើការប្រកួតសូមបញ្ជាក់ជូនថាក្របបែកទី1មានទឹកប្រាក់ចំនួន1លានរៀលអ្នកទាំង3អ្នកណាដែលស្ម័គ្រចិត្តលេងមុនគេ Lady first បាទច័ន្ទរីមុនណាអូខេអញ្ចឹងសូមអញ្ជើញលោករិទ្ធនិងកកដាសម្រាប់បាទច័ន្ទរីចាប់ផ្ដើមក្របបែកទី1សូមបញ្ជាក់បន្ថែមថាក្របបែកទី1មានខ្សែចម្លើយទាំងអស់ចំនួន4ខ្សែចម្លើយខុស3ត្រូវតែ1ទេហើយដូច្នេះសូមច័ន្ទរីកាត់ចម្លើយដែលខុសចោល3ទុកចម្លើយដែលត្រឹមត្រូវ1នោះច័ន្ទរីនឹងបានទឹកប្រាក់1លានរៀលពីក្របបែកទី1រីរាល់ហើយបាទសាការីសូមបង្ហាញចម្លើយខ្សែពណ៌ខៀវខេត្តកំពង់ចាមខ្សែពណ៌លឿងខេត្តព្រៃវែងខ្សែពណ៌ក្រហមខេត្តស្វាយរៀងខ្សែពណ៌បៃតងខេត្តកំពង់ឆ្នាំងអាយ៉ាប៉ះអ្នកខេត្តស្វាយរៀងនៅទីនេះទៅរួចទេមើលទៅដឹងតែអូខេណាបាទសង្ឃឹមតិចតួចអូខេសូមខិតមុខបន្តិចបាទរួចរាល់ហើយចា៎បាទខ្ញុំបាទនឹងយកវ៉ែនតាសុវត្ថិភាពជូនដល់ច័ន្ទរីបាទត្រូវតែ take care បន្តិចព្រោះអី lady first ទូរទស្សនិកជនមិនអាចផ្ទុះបានទេបាទអូខេសាការីសូមបង្ហាញសំណួរតើខេត្តណានៅកម្ពុជាដែលមានភ្នំតែមួយគត់ខេត្តណាដែលខ្សត់ភ្នំជាងគេណាទេសនិកជនក្របបែកទី1ទឹកប្រាក់1លានរៀលច័ន្ទរីមានរយៈពេល1នាទីសូមចាប់ផ្ដើមកាត់ចម្លើយដែលខុសចោលខ្ញុំគិតថាមិនមែនខេត្តស្វាយរៀងទេមិនមែនស្វាយរៀងមិនមែនខេត្តបកកកាត់ពណ៌ក្រហមអូបោសាទរ yes សូមបន្តបាទកាត់ចម្លើយមួយណាចេញខេត្តណាដែលមានភ្នំតែមួយប្រហែលជាមិនមែនខេត្តកំពង់ឆ្នាំងក៏មិនមែនកំពង់ឆ្នាំងកាត់ពណ៌បៃតងខេត្តខ្ញុំនៅហ្នឹងហើយអូបោសាទរនៅសល់តែ2ទេកំពង់ចាមឬក៏ព្រៃវែងមានអ្នកព្រៃវែងនេះដែរកំពង់ចាមខុសកំពង់ចាមក៏មិនដែរអ្នកព្រៃវែងត្រូវអត់ទេសនិកជនជាទីគោរពក្រុមទី2នៅពេលនេះបានទឹកប្រាក់ចំនួន1លានរៀលអូខេសូមអញ្ជើញទាំងបាទលោករិទ្ធមក
bà ở lúc này chỉ tin cái rộp ca chạm đam đọc cái bài tí mùi chăn rít phơi bàn ló cứ con lại đọc cái bài tí mùi bàn sầm rạch chấm lói cứ trong nè khai prey về anh biết bao giờ nó mấy nhỉ ăn phong bóng chăn rít sầm sang và cái về nơi xoay rít tại đăng riêng prey về bàn là cho ơi chỉ cắt kia bóng chỉ là mùi bà bài mấy cũng chăn miên trong mùi đai nó miên prey về muối miên nè xoay riêng muối cắt tay chấm lói muối trắng ok phía rồi miên tràn tôi theo sự chuẩn dân nó mà to cái bài tí pì nè nó mà chật lên mình to cả cả đá ná ok chân chăn rí nâng lục đất sầm rá xôm sạc cà ray pháp đô cái bài tí pì theo sự chuẩn xôm sva cùng cái bài tí pìក្របបាយទី2មានវត្តមាននៅទីនេះហើយកាកដានឹងដោះក្របបាយទី2តើគាត់អាចធ្វើសម្រេចដូចជាចន្ទរីដែរឬទេសូមជម្រាបជូនថាក្របបាយទី2មានទឹកប្រាក់ចំនួន2លានរៀលហើយដូច្នេះសង្ឃឹមថាកាកដានឹងដោះក្របបាយទី2ឲ្យបានបូក1លានរៀលរបស់ចន្ទរីឡើងរហូតដល់3លានរៀលរួចរាល់ហើយបានក្របបាយទី2មានខ្សែចម្លើយចំនួន4ខ្សែចម្លើយខុស3ត្រូវតែមួយទេសូមកាត់ចម្លើយខុស3ចោលបាទសក្ការ័យសូមបង្ហាញចម្លើយខ្សែពណ៌ខៀវ5ស្រុកនិងក្រុងខ្សែពណ៌លឿង6ស្រុកនិងក្រុងខ្សែពណ៌ក្រហម7ស្រុកនិងក្រុងខ្សែពណ៌បៃតង8ស្រុកនិងក្រុងនេះគឺជាតនន័យនៃស្រុកក៏ដូចជាក្រុងប្រហែលជារបស់ខេត្តណាមួយឬក៏របស់ទីកន្លែងណាមួយហើយកាកដារៀបរាល់ហើយបាទមកទូលទស្សនិកជនប្រហែលជាសង្ឃឹមព្រោះពួកគាត់សង្ឃឹមតែជានិស្សិតខាងភូមិសាស្ត្រអូខេសូមខិតមុខបន្តិចចំកណ្ដាលបាទសក្ការ័យសូមបង្ហាញសំណួរតើខេត្តត្បូងឃ្មុំមានស្រុកនិងក្រុងចំនួនប៉ុន្មានក្របបាយទី2ទឹកប្រាក់2លានរៀលកាកដាមានរយៈពេល1នាទីសូមចាប់ដើមកាត់ចម្លើយដែលខុសចោលចម្លើយណាដែលខុសខ្ញុំគិតថាមិនមែន8ស្រុកទេបងមិន8ស្រុកអញ្ចឹងបងកាត់ពណ៌បៃតងបាទបងត្រឹមត្រូវអូបោសាតូយេសូមកាត់ជាបន្តតែចម្លើយណាជាចម្លើយខុសហើយខ្ញុំគិតថាមិនមែន7ស្រុកទេមិនមែន7ស្រុកទេនឹងក្រុងទេកាត់ពណ៌ក្រហមទៀតហើយលោកអ្នកត្រូវឬក៏ខុសសូមចូលរួមសោកស្ដាយកាកដាក្របបាយទី2បានផ្ទុះបាត់ទៅហើយទឹកប្រាក់2លានរៀលក៏បានបាត់បង់សោកស្ដាយបងបាទនិយាយទៅដោយសារតែត្បូងឃ្មុំគឺជាខេត្តថ្មីបង្កើតថ្មីចឹងហើយបានជាបងប្អូនយើងពិបាកបន្តិចប៉ុន្តែកម្មវិធីប៊ូមចង់ចូលរួមចំណែកផ្សព្វផ្សាយខេត្តមួយនេះឲ្យប្រជាពលរដ្ឋបានស្គាល់ភូមិស្រុកឲ្យបានច្បាស់អញ្ចឹងភាគច្រើនសំណួរកម្មវិធីប៊ូមគឺពាក់ព័ន្ធនឹងខេត្តត្បូងឃ្មុំគឺចំពេលដែលកំពុងតែរៀបចំរចនាសម្ព័ន្ធនៅខេត្តត្បូងឃ្មុំអញ្ចឹងឲ្យប្រជាពលរដ្ឋបានស្គាល់ត្បូងឃ្មុំឲ្យបានច្រើនចូលរួមសោកស្ដាយជាមួយនឹងកាកដាប៉ុន្តែនៅសល់លោករិទ្ធមួយរូបទៀតដែលនឹងធ្វើការដោះក្របបាយទី3អញ្ចឹងសូមអញ្ជើញកាកដានឹងជាមួយនឹងច័ន្ទរីសម្រាប់បាទសក្ការ័យសូមផ្លាប់ដោក្របបាយទី3លោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍ក្របបាយទី3ក្របបាយទី3គឺជារបស់លោករិទ្ធហើយតើអាចយកទឹកប្រាក់បានដែរឬទេគឺអាស្រ័យទៅលើទេពកោសល្យនិងសំណាងរបស់លោករិទ្ធសូមបញ្ជាក់ជូនផងដែរថាក្របបាយទី3មានទឹកប្រាក់រហូតដល់3លានរៀលហើយដូច្នេះប្រសិនបាទលោករិទ្ធអាចដោះក្របបាយទី3បានបូកជាមួយនឹងក្របបាយ1លានរៀលរបស់ច័ន្ទរីបានរហូតដល់4លានរៀលរួចរាល់ហើយសក្ការ័យសូមបង្ហាញចម្លើយខ្សែពណ៌ខៀវខ្សែលើខ្សែពណ៌លឿងខ្សែណាត់ខ្សែពណ៌ក្រហមខ្
សាទន្លាប់ខ្សែពណ៌បៃតងសាបឹងឈូកអាយ៉ាទ្រុទស្សនិកជនជាទីគោរពប្រសិនបើអស់លោកអ្នកដែលជាម្ចាស់ខេត្តម្ចាស់ទឹកដីនៃផ្សារទាំង4នេះសូមចូលរួមឆ្លើយជាមួយកម្មវិធីប៊ូមសាក់លបងទាំងអស់គ្នាលោករត់រៀបរាល់ហើយបាទញញឹមហើយណាមានសង្ឃឹមមែនអត់បាទអត់ដឹងអាលីងសូមបញ្ជាក់ជូនថាក្របបាយទី3មានខ្សែចម្លើយចំនួន4ខុស3ត្រូវតែ1ហើយដូច្នេះសូមលោករត់កាត់ចម្លើយខុស3ចោលនោះលោកនឹងបានទឹកប្រាក់3លានពីក្របបាយទី3រៀបរាល់ហើយរៀបរាល់ជូនពរសំណាងល្អសហការីសូមបង្ហាញសំណួរតើផ្សារមួយណាដែលស្ថិតនៅក្នុងខេត្តតាកែវក្របបាយទី3ទឹកប្រាក់3លានរៀលលោករត់មានរយៈពេល1នាទីសូមចាប់ផ្ដើមកាត់ចម្លើយដែលខុសចោលផ្សារណានៅខេត្តតាកែវមិនមែនផ្សារបឹងឈូកទេអញ្ចឹងខ្ញុំកាត់ពណ៌បៃតងមិនមែនបឹងឈូកកាត់ពណ៌បៃតងអូបូសាតូបាទសូមបន្តមិនមែនជាផ្សារលើខ្ញុំកាត់ពណ៌ខៀវក៏មិនមែនផ្សារលើពណ៌ខៀវអីយ៉ាបេក្ខជននេះហាក់ដូចជាមានភាពជឿជាក់ណាស់លោកអ្នកបាទត្រឹមត្រូវអូបូសាតូនៅសល់តែ2ទេហើយក៏មិនមែនផ្សារណាត់ដែរពណ៌លឿងកាត់ពណ៌លឿងចេញគាត់តែងតែលើកដៃសូមបន្តលើកដៃទៀតអូបូសាតូYes ទ្រុទស្សនិកជនជាទីគោរពលោករត់បានដោះក្របបាយទី3បានទឹកប្រាក់3លានរៀលសរុបជាមួយនឹងក្របបាយទី1របស់ច័ន្ទរីនៅពេលនេះក្រុមទី2មានទឹកប្រាក់ចំនួន4លានរៀលអបអសាទរបើទោះបីជាការប្រកួតជុំទី1កក្កដាអស់សិទ្ធិនៅក្នុងការប្រកួតប៉ុន្តែក្រុមទី2គឺនៅសល់សិទ្ធិ2រូបទៀតគឺច័ន្ទរីរួមជាមួយនឹងលោករត់តើការបន្តដោះក្របបាយទី4ពួកគាត់អាចធ្វើបានដែរឬទេមុននឹងទស្សនាកម្មវិធីសូមសម្រាប់មួយភ្លេសិនកុមារដូរប៉ុស្តិ៍ទៅណាតើគាត់អាចដោះក្របបាយទី4បានដែរឬទេក្របបាយទី4មានទឹកប្រាក់រហូតទៅដល់4លានរៀលហើយដូច្នេះប្រសិនបើច័ន្ទរីអាចដោះក្របបាយទី4បានសម្រេចបូកជាមួយនឹង4លានរៀលដែលយើងមានអំបញ្ញមិញនេះសរុបទាំងអស់គឺចំនួន8លានរៀលសង្ឃឹមថានឹងមិនឲ្យទឹកប្រាក់របូតចេញពីដៃទេណាបាទក្របបាយទី4មានខ្សែចម្លើយទាំងអស់ចំនួន5ខុស4ត្រូវតែ1ទេកាត់ចម្លើយខុស4ចោលនោះច័ន្ទរីនឹងបានទឹកប្រាក់4លានរៀលពីក្របបាយទី4ពីដល់ហើយសាការីសូមបង្ហាញចម្លើយខ្សែពណ៌ខៀវខេត្តកំពតខ្សែពណ៌លឿងខេត្តបៃលិនខ្សែពណ៌ក្រហមខេត្តព្រះវិហារខ្សែពណ៌បៃតងខេត្តបន្ទាយមានជ័យខ្សែពណ៌ទឹកក្រូចខេត្តកំពង់ធំទស្សនិកជនមិនមានខេត្តណាមួយដែលជាស្រុកកំណើតរបស់ច័ន្ទរីតតែសោះមានខេត្តណាចិត្តទេដកមានសោះឆ្ងាយអស់បាទស្គាល់5ខេត្តហ្នឹងច័ន្ទរីស្គាល់ខេត្តណាច្បាស់ជាងគេខ្ញុំកពតបងកពតអាសាចូលចិត្តទៅលេងច្រើនជាងគេណាអត់ទេមិត្តភក្តិរៀនចូលគ្នាច្រើនមិត្តភក្តិដែលរៀនជាមួយគ្នាភាគច្រើនគាត់នៅកពតមានគាត់មកថ្ងៃនេះអត់បងដល់កោអញ្ចឹងបាទអូខេទៀមខ្លួនរៀបរាល់ហើយច័ន្ទរីចាបងជូនពរសំណាងល្អណាបាទសូមកាត់ចម្លើយនៃខ4ចោលអូខេសាការីសូមបង្ហាញសំណួរតើស្រុកសង្គមថ្មីស្ថិតនៅក្នុងខេត្តណាក្របបាយទី4ទឹកប្រាក់4លានរៀលច័ន្ទរីមានរយៈពេល1នាទីសូមចាប់ផ្ដើមកាត់ចម្លើយដែលខុសចោលខ្ញុំគិតថាមិនមែនខេត្តកពតមិនមែនកពតបងកាត់ពណ៌ខៀវត្រឹមត្រូវអបអរសាទរសូមបន្តបាទកាត់ខេត្តណាមួយចោលខ្ញុំគិតថាខេត្តបៃលិនក៏មិនមែនចឹងកាត់ពណ៌លឿងត្រឹមត្រូវអូបអរសាទរ Yes នៅសល់តែ3ចម្លើយទៀតទេកាត់ចម្លើយខុសចោលមិនមែនខេត្តកំពង់ធំខ្សែពណ៌ទឹកក្រូចអូខេថាងាកមកចេញណាមកឲ្យចប់
អូបសាទរ chắc hai mình mang khai pre về kia khai bộ cả hòm អូខេពណ៌ក្រហមសូមចូលរួមសោកស្ដាយទ្រូទស្សនិកជនជាទីគោរពនៅសល់តែ2ចម្លើយចុងក្រោយចន្ទរីអើយមិនបានអញ្ចឹងនៅសល់តែ2ចុងក្រោយបាក់កាត់តែមួយចោលគឺបាន4លានរៀល បងសោះ អត់ច្បាស់មិនហ្នឹងណា បងខ្ញុំច្រឡំពីខេតនឹង អូហូបាទឈ្មោះស្រុកនេះដូចជាមិនសូវគេស្គាល់ច្រើនអញ្ចឹងហាក់ដូចជាពិបាកបន្តិចប៉ុន្តែគាត់តស៊ូបានរហូតដល់ខ្សែចម្លើយសល់តែ2ចុងក្រោយហើយសូមចូលរួមសោកស្ដាយហើយដូច្នេះហើយក្រុមរបស់បងប្អូននៅសល់តែលោករឹតតែមួយរូបតែប៉ុណ្ណោះដែលអាចមានសិទ្ធិបន្តការប្រកួតបានហើយដូច្នេះហើយយើងនឹងបន្តទៅកាន់ក្រុមបាយទី5សូមជើញកក្កដារួមជាមួយនឹងចន្ទរីសម្រាប់ហើយសូមសាការីផ្លាប់បដោក្រុមបាយទី5លោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍ក្រុមបាយទី5ទស្សនិកជនជាទីគោរពក្រុមទី2នៅសល់បេក្ខភាពតែមួយរូបតែប៉ុណ្ណោះដែលមានសិទ្ធិបន្តលេងក្រុមបាយនៅក្នុងកម្មវិធីប៊ូមហើយក្រុមបាយទី5មានទឹកប្រាក់រហូតទៅដល់5លានរៀលហើយដូច្នេះប្រសិនបើលោករឹតអាចដោះក្រុមបាយទី5បាននឹងទទួលបានទឹកប្រាក់បន្ថែម5លានរៀលក្រុមបាយទី5មានខ្សែចម្លើយទាំងអស់ចំនួន6ខុស5ត្រូវតែ1ទេហើយដូច្នេះត្រូវកាត់ចម្លើយខុស5ចោលដូចរាល់សាការីសូមបង្ហាញចម្លើយខ្សែពណ៌ខៀវបត់ដំបងខ្សែពណ៌លឿងព្រះវិហារខ្សែពណ៌ក្រហមបន្ទាយមានជ័យពណ៌បៃតងឧត្តរមានជ័យពណ៌ទឹកក្រូចកែបពណ៌ស្វាយកំពតយ៉ាងមិនដែរលោករឹតបាទស្គាល់ខេត្តណាច្បាស់ជាងគេឧស្សាហ៍ទៅលេងច្រើនជាងគេបាទទាំង6ខេត្តកំពតទាំងកែបបាទហើយដូច្នេះប្រសិនបើសំណួរចំកំពតនិងកែបគឺមិនរួចផុតពីដៃរបស់លោករឹតទេជូនពរសំណាងល្អណាបាទអញ្ចឹងក្រុមបាយទី5មានខ្សែចម្លើយទាំងអស់ចំនួន6កាត់ចម្លើយខុស5ចោលទុកចម្លើយមួយដែលត្រឹមត្រូវនោះលោករឹតនឹងបានទឹកប្រាក់5លានពីកម្មវិធីជូនពរសំណាងល្អសាការីសូមបង្ហាញសំណួរតើប្រាសាទពងទឹកស្ថិតនៅក្នុងខេត្តណាក្រុមបាយទី5ទឹកប្រាក់5លានរៀលលោករឹតមានរយៈពេល1នាទីសូមចាប់ផ្ដើមកាត់ចម្លើយដែលខុសចោលមិនមែនព្រះវិហារទេពណ៌លឿងមិនមែនព្រះវិហារកាត់ពណ៌លឿងបាទហាក់ដូចជាមានជំនឿចិត្តខ្ញុំឯងខ្លាំងមែនទែនបាទត្រឹមត្រូវអបអសាទរបាទសូមបន្តមិនមែនកំពតទេក៏មិនមែនកំពតកាត់ពណ៌ស្វាយចោលខេត្តសមុទ្រដូចជាមិនសូវមានប្រាសាទអាចត្រូវហើយត្រឹមត្រូវអបអសាទរបាទសូមបន្តក៏មិនមែននៅក្នុងកែបដែរក៏មិនមែនកែបហើយដូច្នេះពណ៌ទឹកក្រូចអូបូសាទរបាទនៅត3ចម្លើយបាទប្រាសាទពងទឹកនៅក្នុងខេត្តណាកាត់ចម្លើយខុសចោលមិនមែនបាត់ដំបងក៏មិនមែនបាត់ដំបងកាត់ពណ៌ខៀវត្រឹមត្រូវអូបូសាទរបាទលោកនៅសល់ពេល28វិនាទីគិតឲ្យបានច្បាស់បន្ទាយមានជ័យឬក៏ឧត្តរមានជ័យដែលត្រូវកាត់ចោលនៅមានពេលគិតឲ្យបានច្បាស់ជៀសវាងកុំឲ្យការសម្រេចចិត្តខុស5លាននឹងរបូតចេញពីដៃរបស់លោករឹតបាទជិតអស់នាទីហើយលឿនតិចលឿនបាទ10ហើយដល់មានជ័យបៃតងត្រូវឬខុសបងប្អូនអសាទរ
សិកជនជាទីគោរពលោករត់អាចដោះគ្រាប់បាយទី5បានសម្រេចហើយគឺគាត់បាន5លានរៀលហើយដូច្នេះសូមសរុបទឹកប្រាក់ជូនក្រុមទី2មានទឹកប្រាក់ចំនួន9លានរៀលកាត់លើកដំបូងហាក់ដូចជាជឿជាក់កាត់យកដល់ពេល2 3ចុងក្រោយដូចជាយូរទៅធ្វើឲ្យទាំងសជនយើងខ្ញុំទាំងអស់គ្នាប្រហែលជាភ័យបោកពោះជាមួយលោករត់បាទអបអរសាទរមាន9លានរៀលនៅក្នុងដៃហើយទ្រូទាំងសជនក្រុមទី2នៅសល់តែលោករត់តែមួយរូបតែប៉ុណ្ណោះតើគាត់អាចបន្តដល់គ្រាប់បាយទី6ដែរឬទេនៅក្នុងពេលនេះសូមសក្ការៈផ្លាស់ប្ដូរគ្រាប់បាយទី6ទ្រូទាំងសង្គជនជាទីគោរពក្រុមទី2បានដោះគ្រាប់បាយទី5បានសម្រេចប៉ុន្តែនៅឆ្លងកាត់គ្រាប់បាយទី6មួយទៀតប្រសិនបើគាត់ដោះគ្រាប់បាយទី6បានទើបគាត់មានសិទ្ធិនៅក្នុងការជ្រើសតើត្រឡប់ទៅគេអដ្ឋានជាមួយនឹងទឹកប្រាក់ 30% ឬមួយក៏បន្តលេងប៉ុន្តែប្រសិនបើគាត់ចាញ់នៅក្នុងគ្រាប់បាយទី6ប្រកាសណាស់គាត់ត្រឡប់ទៅវិញជាមួយនឹងទឹកប្រាក់0រៀលលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍គ្រាប់បាយទី6គ្រាប់បាយទី6បានមកដល់តើវាសនារបស់ក្រុមទី2អាចយកប្រាក់លានចេញពីកម្មវិធីប៊ូមដែរឬទេតើគាត់អាចឆ្លងកាត់គ្រាប់បាយទី6បានដែរឬទេគឺមនុស្សតែលោករត់តែម្នាក់តែប៉ុណ្ណោះអញ្ចឹងខ្ញុំបាទសូមជម្រាបជូនថាគ្រាប់បាយទី6មានទឹកប្រាក់រហូតទៅដល់10លានរៀលបន្ថែមលើពីនេះទៅទៀតប្រសិនបើលោករត់អាចដោះគ្រាប់បាយទី6បានលោករត់នឹងទទួលបានរង្វាន់បន្ថែមពីស្រាបៀរកម្ពុជាគឺកាមេរ៉ាកាណុង 700D ចំនួន1រង្វាន់ត្រូវតែយកឲ្យបានទាំងទឹកប្រាក់ទាំងរង្វាន់ជោគវាសនាខំប្រឹងមួយថ្ងៃនេះគឺនៅលើគ្រាប់បាយទី6នេះហើយជូនពរសំណាងល្អប៉ះចំសំណួរដែលលោករត់ចេះណាបាទអញ្ចឹងសូមលោកកក្កដារួមជាមួយនឹងចាន់រីបាទទៅកន្លែងរងចាំបាទលោករត់ជម្រាបជូនថាគ្រាប់បាយទី6គឺមានខ្សែចម្លើយទាំងអស់ចំនួន7ចម្លើយខុសមាន5ត្រូវមានរហូតដល់2សូមកាត់ចម្លើយខុស5ចោលទុកចម្លើយត្រូវ2នោះលោករត់នឹងបានទឹកប្រាក់10លានពីកម្មវិធីគឺនៅក្នុងគ្រាប់បាយទី6បូកនឹង9លានអំបញ្ញមិញឡើងរហូតដល់19លានរៀលរីរាល់ហើយបាទសក្ការៈសូមបង្ហាញចម្លើយខ្សែពណ៌ខៀវប្រទេសប្រេស៊ីលខ្សែពណ៌លឿងប្រទេសអ៊ីតាលីខ្សែពណ៌ក្រហមប្រទេសអាហ្សង់ទីនខ្សែពណ៌បៃតងប្រទេសអាល្លឺម៉ង់ខ្សែពណ៌ទឹកក្រូចប្រទេសអង់គ្លេសខ្សែពណ៌ស្វាយប្រទេសអ៊ុយរ៉ាហ្គាយខ្សែពណ៌សប្រទេសបារាំងយ៉ាងណាដែរលោករត់អូហូកំពុងតែគិតវែងឆ្ងាយហើយកំពុងតែគិតថាតើខ្លួនឯងនឹងអាចយកទឹកប្រាក់ពីគ្រាប់បាយទី6បានដែរឬទេជូនពរសំណាងល្អស៊ូអូខេសក្ការៈសូមបង្ហាញសំណួរតើរហូតដល់ឆ្នាំ2014ប្រទេសណាខ្លះដែលបានឈ្នះពាន World Cup ចំនួន4ដងគ្រាប់បាយទី6ទឹកប្រាក់10លានរៀលលោករត់មានរយៈពេល1នាទីសូមចាប់ផ្ដើមកាត់ចម្លើយដែលខុសចោលប្រទេសណាដែលទទួលបាន World Cup មិនមែនអង់គ្លេសពណ៌ទឹកក្រូចមិនមែនអង់គ្លេសពណ៌ទឹកក្រូចយ៉ាជឿជាក់ទៀតហើយត្រឹមត្រូវ យេអូមកសាទរបាទមិនមែនបារាំងទេពណ៌សមិនមែនបារាំងកាត់ពណ៌សយ៉ាកាត់លឿនណាទ្រូទាំងសញ្ជុត Save Earth ត្រឹមត្រូវ អូមកសាទរ Yes ហើយមិនមែនអ៊ុយរ៉ាហ្គាយទេក៏មិនមែនអ៊ុយរ៉ាហ្គាយពណ៌ស្វាយពណ៌ស្វាយត្រឹមត្រូវ អូមកសាទរ Yes មិនមែនអាសង់ទីនទេពណ៌ទឹកក្រហមក៏មិនមែនអាសង់ទីនកាត់ពណ៌ក្រហមត្រឹមត្រូវបាទនៅតពេលរហូតដល់40វិនាទីជាងគិតឲ្យបានច្បាស់កាត់ចម្លើយខុសតែមួយទៀតទេ
ជឿវាងក៏មក10លានរៀលរបូតចេញពីដៃឲ្យសោះប្រេស៊ីលអ៊ីតាលីឬមួយក៏អាល្លឺម៉ង់នឹងត្រូវកាត់ចេញបាទនៅខាងមុខបាទលោករឹតកុំឲ្យខុសណាកុំឲ្យខុសសម្រាប់ចិត្តឲ្យបានត្រឹមត្រូវ10លានរៀលកាមេរ៉ាកាណុងជិតដល់នាទីហើយជិតអស់នាទីហើយ10លឿនទៅអស់នាទីហើយ10 9 8លឿនទីកុំឲ្យអស់នាទីកុំឲ្យអស់នាទីលឿនប្រេស៊ីលកាត់ប្រេស៊ីលចោលអបអរសាតែចឹងអបអរសាទរទូទាំងសង្គមជនលោករត់បានដោះគ្រាប់បាយទី6បានសម្រេចបានទឹកប្រាក់10លានរៀលសរុបជាមួយនឹងគ្រាប់បាយចាស់របស់គាត់មានទឹកប្រាក់ចំនួន19លានរៀលហេតុអីក៏លោករត់ពិតជាពូកែមែនទែនតែសង្គមជនជាទីគោរពវគ្គអំបញ្ញម៉ែនេះគឺការសម្រេចចិត្តចុងក្រោយនេះគឺថាយើងទាំងអស់គ្នាអស់សង្ឃឹមសូម្បីតែកក្កដានឹងណារីបាយមែននេះច័ន្ទរីបាយមែននេះគឺថាអស់សង្ឃឹមមែនទែនហើយបាយមែនធ្វើលេងទេអីឬក៏អត់ប្រកាសខ្លួនឯងតែប៉ុន្តែប្រេស៊ីលប្រទេសខ្លាំងបាទបានទៀនច្រើនប៉ុន្តែខ្ញុំដូចជាចាំបានប្រេស៊ីលដូចឈ្នះដល់5ដងដល់ចំនួនគាត់ថាមានតែ4ដងឯងអូខេបាទនេះពិតជា fan បាល់ទាត់មែនដល់ស្នូទៅដៃជួយលោករត់ម្ដងទៀតបាទហើយក៏សូមចូលរួមមកបសាទរដែរក្រៅពីទឹកប្រាក់19លានលោករត់នៅទទួលបានរង្វាន់កាមេរ៉ាកាណុង 5D ពីខ្នាបៀកម្ពុជាតែសង្គមជនជាទីគោរពលោករត់តែមួយរូបប៉ុន្តែឆ្លងរហូតដល់គ្រាប់បាយទី6ពិតជាមិនធម្មតានៅក្នុងវគ្គក្រោយគាត់នឹងធ្វើការសម្រេចចិត្តតើគាត់យកទឹកប្រាក់ពីកម្មវិធីឬមួយក៏យកលុយបន្តលេងគ្រាប់បាយទី7មុននឹងទេសនាការប្រកួតគ្រាប់បាយរង្វាន់ធំកម្មវិធី Boom សូមសម្រាប់មួយផ្លែសិនកុមារដូប៉ោះទៅណាតើលោករត់សម្រេចចិត្តថាដើរចេញពីកម្មវិធីឬបន្តនៅក្នុងកម្មវិធី Boom